ត្រូវសប្បាយចិត្តថ្ងៃខួប30របស់ក្រុមហ៊ុនទេតែខ្ញុំគិតតែអាយុ33ឆ្នាំទេខ្ញុំមានសាខារាប់រយមានបុគ្គលិករាប់ពាន់នាក់ប្រកាសជាសប្បាយចិត្តហើយយេកុំគិតថាយើងរស់ស៊ីអាភាននៅទីនេះណាយើងផ្នែកអចលនទ្រព្យទេឆាប់ឡើងបញ្ចូលរួមដាក់កាត់ថ្លៃថ្លៃហ៎លើឡាននេះបានហ្វ្រីហូបសេរីញ៉ាំសេរីមួយនេះសូមស្វាគមន៍សូមជើញមកជើញតាមសบายចោលលក់ទាំងអស់នឹងចំណែករបស់ត្រូវលក់បញ្ចូលរួមឲ្យរៀបសម្រាប់ថ្ងៃនេះមិនណាអូពិតមែនទេពួកលោកសង្ហាមែនខ្ញុំដឹងភ្នាក់ងារអចលនទ្រព្យធម្មតាមិនផ្សាយបែបនេះទេមនុស្សធម្មតាពួកគេភាគច្រើនគឺស្អប់អ្នកមានហើយខ្ពើមអ្នកក្រខ្ញុំសុខចិត្តឲ្យពួកគេស្អប់ខ្ញុំត្រូវទេ2010ជាឆ្នាំមាសពេជ្ររបស់វិស័យអចលនទ្រព្យរដ្ឋាភិបាលកំណត់ឲ្យលក់ឲ្យបាន 80% អគារឧស្សាហកម្មនឹងត្រូវកែច្នៃឡើងវិញវានឹងជំរុញទីផ្សារយ៉ាងគំហុកកាលពីមុនគេថាភ្នាក់ងារអចលនទ្រព្យត្រូវដឹងថាអតិថិជនទិញឬអត់មិនចឹងនាំឲ្យខាតពេលនេះលុយនៅគ្រប់ទីកន្លែងគ្រាន់តែដកដង្ហើមនឹងធុំក្លិនលុយមិនខានកាលពីមុនគេថាអ្នកខ្លះទិញផ្ទះដោយចាយដន់ពន្លឺមែនទេប្រកាសជាអត់ហើយថាកែចង់ទិញផ្ទះទេសូមចេញតាមនេះជូនដំណើរភ្ញៀវយើងជាភ្នាក់ងារតូចប្រកួតជាមួយក្រុមហ៊ុនធំត្រូវតែមានអ្វីពិសេសក្រុមហ៊ុនធំជាណាពួកគេជាក្រុមហ៊ុនអចលនទ្រព្យ23ដែលមានទីផ្សារធំជាងគេហើយមានសាខារាប់រយខ្ញុំប្រាប់អាចកំបាំងតែចខ្ញុំប្រាប់អាចកំបាំងមិនដល់3ឆ្នាំទេចិនឈររបស់យើងនឹងធំដូចគ្នាអូខេកាដូខួបកំណើតចាប់ផ្ដើម